សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិដែលមានវត្តមានក្នុងដំណើរថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខនៅពេលនេះមុននឹងចាប់ផ្ដើមទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំថ្វាយនៅព្រះសពសាធុការពរជ័យចំពោះសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលរឹងមាំព្រះបញ្ញាញាណភ្លឺថ្លាតចាស់តចង់ព្រះជន្មាយុយឺនយូរនៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់89ព្រះវស្សាយាងចូល90ព្រះវស្សារបស់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមេដាជាតិខ្មែរបងប្អូនរួមជាតិជាទីស្រឡាញ់ក្នុងនាមរាជរដ្ឋាភិបាលនិងទូលព្រះបង្គំជាខ្ញុំផ្ទាល់ទូលព្រះបង្គំពិតជាមានមោទនភាពនិងសូមថ្លែងអំណរព្រះគុណប្រគេនព្រះថេរានុថេរៈគ្រប់ព្រះអង្គអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហបតីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវរៈមេដាជាតិខ្មែរនិងសូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានប្រោសព្រះរាជទានផ្ដល់ការឧបត្ថម្ភគាំទ្រជាថវិកាជាសម្ភារៈនិងជាស្បៀងអាហារនិងបានចូលរួមយ៉ាងផុសផុលតាមគ្រប់រូបភាពដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់យើងដោយមិនប្រកាន់និន្នាការជំនឿសាសនាក្នុងនាមជាប្រជាជាតិខ្មែរតែមួយដែលបង្ហាញឲ្យឃើញពីភាពរឹងមាំនៃខឿនការពារជាតិរបស់ប្រជាជនដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខនៅក្នុងបុព្វហេតុការពារអធិបតេយ្យនិងបូរណភាពទឹកដីនៃប្រជាជាតិណាចក្រកម្ពុជារបស់យើងជាក់ស្ដែងការចូលរួមដ៏ច្រើនកុះករក្នុងដំណើរថ្មើរជើងដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខគឺបង្ហាញយ៉ាងច្បាស់អំពីស្មារតីស្នេហាជាតិស្នេហាទឹកដីរបស់ប្រជាពលរដ្ឋខ្មែរនិងផ្ដល់នូវកម្លាំងចិត្តដ៏ខ្លាំងដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនខ្មែរយើងទូលព្រះបង្គំជាខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានផ្ដួចផ្ដើមគំនិតនិងរៀបចំនៅព្រឹត្តិការណ៍នេះឡើងនៅក្នុងកលៈទេសៈដ៏សំខាន់នេះទីតាំងវិមានឯករាជ្យដែលបងប្អូនជនរួមជាតិកំពុងជួបជុំនាពេលនេះគឺជានិមិត្តរូបនៃឯករាជ្យនិងអធិបតេយ្យជាតិខ្មែរក្នុងស្មារតីនេះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាទូលព្រះបង្គំជាខ្ញុំសូមរំលឹកដល់ព្រះរាជគណូបការៈដ៏ឧត្តមឧត្តមនិងថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋដែលបានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហាននៅក្នុងការដណ្ដើមឯករាជ្យជាតិពេញលេញជូនប្រជាជាតិកម្ពុជាកាលពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953និងការពារបូរណភាពទឹកដីកម្ពុជាតាមរយៈការទទួលបានជោគជ័យលើរឿងក្តីប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីថ្ងៃទី15ខែមិថុនាឆ្នាំ1962ជ្រាបក្នុងឱកាសនេះផងដែរខ្ញុំក៏សូមថ្លែងអំណរគុណនិងដឹងគុណដល់រាជរដ្ឋាភិបាលនីតិកាល4ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនចំពោះការដឹកនាំប្រទេសជាតិប្រកបដោយការលះបង់ការខិតខំប្រឹងប្រែងនិងទំនួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ប្រយោជន៍ជាតិនិងប្រជាជនជាធំរហូតផ្ដល់សន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការវិវត្តសង្គមសេដ្ឋកិច្ចកម្ពុជារហូតដល់ពេលបច្ចុប្បន្ននៅក្នុងស្មារតីនេះរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបដិញ្ញាបន្តបេសកកម្មនិងគំរូវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុនដើម្បីថែរក្សាការពារអធិបតេយ្យបូរណភាពទឹកដីសន្តិភាពស្ថិរភាពនិងបន្តអភិវឌ្ឍលើគ្រប់វិស័យជូនជាតិនិងប្រជាជនកម្ពុជាបងប្អូនជនរួមជាតិខ្មែរជាទីស្រឡាញ់
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃដែលកំពុងឡើងកម្ដៅកម្ពុជាបាននឹងកំពុងព្យាយាមដោះស្រាយដោយប្រកាន់គោលជំហររក្សាសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាបន្តប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃ JBC ដើម្បីបន្តការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដែលនៅសេសសល់លើកលែងតែនៅតំបន់4គឺប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីនិងតំបន់មុំបីដែលកម្ពុជាបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយរកដំណោះស្រាយហើយលិខិតផ្លូវការបានប្រគល់ទៅឲ្យ ICJ កាលពីថ្ងៃច័ន្ទទី16ខែមិថុនាឆ្នាំ2025នេះកម្ពុជាជ្រើសរើសយកដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិតាមរយៈយន្តការ ICJ គឺដើម្បីថែរក្សាសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងនិងសម្រាប់ជាឧត្តមប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរបងប្អូនជនរួមជាតិខ្មែរជាទីស្រឡាញ់ជាថ្មីម្ដងទៀតខ្ញុំសូមគូសបញ្ជាក់ថាដំណើរថ្មើរជើងរួមគ្នាដែលបងប្អូនជនរួមជាតិបានចូលរួមនាព្រឹកនេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅនិងបានផ្ដល់កម្លាំងចិត្តគាំទ្រយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាលនិងជាពិសេសដល់កងកម្លាំងជួរមុខក្នុងការបន្តបំពេញបេសកកម្មការពារឯករាជ្យជាតិអធិបតេយ្យនិងបូរណភាពទឹកដីនៃប្រជាជាតិណាចក្រកម្ពុជានៅក្នុងពេលព្រមគ្នានៃការបន្តថែរក្សាសន្តិភាពស្ថិរភាពនិងវឌ្ឍនភាពសង្គមលើគ្រប់វិស័យជាទីបញ្ចប់ខ្ញុំសូមជូនពរឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូននិងជោគជ័យនៅក្នុងស្មារតីសាមគ្គីឯកភាពមហាគ្រួសារនៃជនជាតិខ្មែរយើងនិងសូមបងប្អូនជនរួមជាតិទាំងអស់ទទួលបាននូវពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិពានៈកំបីគ្លៀងគ្លាតឡើយសូមអរព្រគុណសូមអរគុណ